សូមស្វាគមន៍ដល់បងប្អូនទាំងអស់គ្នាមកកាន់ page របស់ខ្ញុំថ្ងៃនេះគឺមកជួបខ្ញុំបាទទៀតហើយសម្រាប់ថ្ងៃនេះទៀតសោតអាចនឹងប្លែកមកជួបជាមួយនឹងស្លម្ជូរពពាយជាមួយនឹងត្រកួនសម្រាប់បន្លែទាំងពីរមុខនេះខ្ញុំប្រើជាមួយនឹងម្ជូរត្រួយអំពិលដូចបងប្អូនឃើញជាក់ស្ដែងត្រួយអំពិលរបស់ខ្ញុំគឺនៅក្បែរផ្ទះហ្នឹងទេតោះទៅមើលការលាងបន្លែរបស់ខ្ញុំវិញជាដំបូងខ្ញុំបានលាងជាមួយនឹងផ្លែពពាយបន្ទាប់មកទៀតបានលាងជាមួយនឹងត្រកួនអូហូត្រកួនថ្ងៃនេះជាត្រកួនក្រហមពិតជាជាតិខ្លាំងហើយមើលទៅបានត្រកួនក្រហមមកស្លទៀតបើបងប្អូនក៏លេចទៅមើលសាច់វិញថ្ងៃនេះគឺបានត្រីទន្លេដាក់លុកបានត្រីមួយនឹងហើយអស្ចារ្យមែនត្រីក៏ត្រីទន្លេចំណែកឯបន្លែវិញក៏បន្លែស្រស់ធម្មជាតិទៀតចាំមើលស្លម្ជូរថ្ងៃនេះដឹងថាជាតិយ៉ាងណាទេលោកអើយតោះបងប្អូនទៅមើលពីការធ្វើសម្លម្ជូរពពាយរបស់ខ្ញុំទាំងអស់គ្នាថាតើការធ្វើសម្លម្ជូររបស់ខ្ញុំនេះត្រឹមត្រូវតាមក្បួនខ្នាតដែរឬទេពុទ្ធោគ្រាន់តែសម្លម្ជូរនៅតាមផ្ទះដល់កំពករកសោះសួរសិតតែតាមស្តង់ដាតាមក្បួនខ្នាតលោកអើយមិនចេះខ្មាស់គេសម្រាប់បងប្អូននេះចុះសម្លម្ជូររបស់ខ្ញុំនេះក៏មិនខុសពីគេនឹងដែរជាដំបូងគឺយើងដាំទឹកឲ្យពុះតមកទៀតដាក់ទឹកក្រៃចូលដល់ពេលទឹកពុះហើយយើងក៏ចាប់ផ្ដើមបង់ជាមួយនឹងប្រហុកដើម្បីជ្រុំយកជាតិវាចំណែកខ្ញុំមិនដែលជ្រុំទេគឺដាក់ទាំងឆ្អឹងតែម្ដងស្អីទេដាក់ប្រហុកទាំងកាកជាធម្មតាទេណាបងប្អូនគឺខ្ញុំធ្វើអ្វីតែងតែខុសពីគេទាំងហូតហ្នឹងទឹកពុះជ្រុំប្រហុកក៏ជ្រុំរួចហើយចាំកាលទៀតខ្ញុំក៏បានដាក់ត្រីដូចបងប្អូនឃើញអំបាញ់មិញហ្នឹងហើយក៏បង់ជាមួយនឹងស្លឹកត្រកួនស្លឹកអំពិលរួចហើយក៏ភ្លក់ទៅតាមចំណូលចិត្តរបស់ខ្ញុំចំណែកឯសម្លនេះក៏បានឆ្អិនរួចរាល់ហើយខ្ញុំក៏បានដួសដាក់ចានណាបងប្អូនសម្លរបស់ខ្ញុំពិតជាប្លែកខុសគេមែនណាបងប្អូនគេស្លទៅគឺត្រីនៅល្អចំណែកខ្ញុំវិញស្លទៅគឺថាត្រីបែកវល់តែម្ដងទោះជាយ៉ាងណាក៏សូមសរសើរខ្លួនឯងដែរដែលអាចរកមុខម្ហូបមកធ្វើហូបថ្ងៃនេះបានគឺស្លម្ជូរពពាយដែលបងប្អូនមួយចំនួនមិនដែលនឹងឮមិនដែលនឹងឃើញផងពិតមែនណាថាវាបែកត្រីប៉ុន្តែមើលទៅក៏ទំនងដែរនៅពេលដែលបានហូបហើយគឺកាន់តែឆ្ងាញ់ថែមទៀតបាយស្លម្ជូរត្រកួនពពាយហើយខ្ញុំនិយាយថាឆ្ងាញ់បងប្អូនក៏មិនជឿដែរប៉ុន្តែអ្វីដែលជាក់ស្ដែងនោះបងប្អូនមើលរូបភាពមើលទៅវីដេអូដែលខ្ញុំកំពុងតែហូបនេះទៅថាតើឆ្ងាញ់ឬមិនឆ្ងាញ់ឬបងប្អូនគិតថាខ្ញុំសម្ដែងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចាប់តែប៉ុណ្្នឹងឯងអរគុណសម្រាប់បងប្អូនដែលចូលទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយជម្រាបលា